កិច្ចប្រជុំ ICC ព្រះវិហារលើកទី11ផ្ដោតលើការអភិរក្សនិងវិធានការបន្ទាន់ក្រោយការខូចខាតប្រាសាទគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារ ICC ព្រះវិហារបានបើកកិច្ចប្រជុំពេញអង្គលើកទី11នៅថ្ងៃទី19ខែមីនាឆ្នាំ2026ក្នុងខេត្តសៀមរាបដើម្បីពិនិត្យនិងវិតម្លៃការអភិរក្សនិងអភិវឌ្ឍតំបន់បេតិកភណ្ឌកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចាភឿនសកលណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយសហប្រធានចិននិងឥណ្ឌាព្រមទាំងមានការចូលរួមពីតំណាងប្រទេសសមាជិកនិងអ្នកជំនាញជាតិអន្តរជាតិសរុបប្រមាណ158រូបក្នុងអង្គប្រជុំព្រឹកបានផ្ដោតលើការបង្ហាញរបាយការណ៍លទ្ធផលការងារអភិរក្សនិងស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេររួមមានការជួសជុលប្រាសាទការស្រាវជ្រាវបុរាណវិទ្យានិងការអភិរក្សបដិមាបុរាណចំណែករសៀលអង្គប្រជុំបានពិភាក្សាអំពីផលប៉ះពាល់និងការខូចខាតប្រាសាទព្រះវិហារដែលកើតឡើងក្នុងឆ្នាំ2025បណ្ដាលមកពីចំនួនប្រដាប់អាវុធតាមការវិតម្លៃបឋមប្រាសាទព្រះវិហារបានរងការខូចខាតសរុបចំនួន562កន្លែងដែលប៉ះពាល់ដល់រចនាសម្ព័ន្ធប្លង់ស្ថាបត្យកម្មនិងតម្លៃលេខធ្លោជាសកលអាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញផែនការបន្ទាន់សម្រាប់ការអភិរក្សនិងទប់ស្កាត់ការខូចខាតបន្ថែមជាមួយគ្នានេះអង្គប្រជុំបានលើកឡើងពីវិធានការបន្ទាន់មួយចំនួនដូចជាការបោសសម្អាតយុទ្ធភ័ណ្ឌបន្តផ្ទុះការរៀបចំឯកសារវិភាគហានិភ័យនិងការសង្គ្រោះវត្ថុសិល្បៈដែលរងគ្រោះគួរបញ្ជាក់ថាមុនពេលកិច្ចប្រជុំអ្នកជំនាញអន្តរជាតិបានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ប្រាសាទព្រះវិហារនិងកោះកេររយៈពេល2ថ្ងៃដើម្បីរៀបចំអនុសាសន៍សម្រាប់ការពិភាក្សាគណៈអង្គការ UNESCO និង ICOMOS ក៏បានចូលរួមវិតម្លៃនិងផ្ដល់យោបល់បច្ចេកទេសសម្រាប់ការអភិរក្សរយៈពេលវែងផងដែរជាលទ្ធផលសហប្រធាននិងប្រទេសសមាជិកបានបដិញ្ញាបន្តគាំទ្រកម្ពុជាក្នុងការការពារនិងថែរក្សាប្រាសាទព្រះវិហារសម្រាប់ជំនាន់ក្រោយកិច្ចប្រជុំបានបញ្ចប់ដោយសាមគ្គីភាពនិងកំណត់ពេលវេលារៀបចំកិច្ចប្រជុំបច្ចេកទេសលើកក្រោយនៅខែកញ្ញាឆ្នាំ2026